បាទសូមជម្រាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Channel Desa ដែលវីដេអូថ្ងៃនេះគឺថាខ្ញុំបានធ្វើដំណើរចេញពីក្រុងសៀមរាបទៅកាន់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យក៏ប៉ុន្តែនៅតាមផ្លូវខ្ញុំបានឈប់សម្រាកនៅផ្ទះលំហែមួយកន្លែងដើម្បីទិញអីហូបតាមផ្លូវណាបងប្អូនក៏ឆ្លៀតចូលផ្ដិតរូបភាពនៅកន្លែងផ្ទះលំហែមួយកន្លែងហ្នឹងដែលមានឈ្មោះថាដំណាក់អ្នកម៉ែគេថានៅទីនេះគឺមានទេសភាពពណ៌បៃតងខ្ចីខៀវស្រងាត់តែម្ដងហើយគឺថារដូវនេះជារដូវភ្លៀងធ្លាក់ផងគឺថាត្រជាក់ស្រួលណាបងប្អូននៅទីនេះគឺមានលក់ជាវត្ថុអនុស្សាវរីយ៍ហើយក៏មានជាកន្លែងយើងញ៉ាំអីណាបងប្អូនមានអាហារដ្ឋានមានអីសម្រាប់បងប្អូនយើងក៏ធ្វើដំណើរកាត់តាមនេះអាចចូលសម្រាប់ហូបអីបានហើយក៏មានជាសួនកន្លែងថតរូបលេងស្រស់ស្អាតមានបន្ទប់ទឹកមានអីមកកំ pl ណាបងប្អូនបាទនេះវត្ថុអនុស្សាវរីយ៍មានដូចជាកត្រកមានគំនូមានថូបុរាណនេះថូលក្ខណៈថាយើងតាំងទិញយកទៅតាំងក្នុងផ្ទះអីណាបងប្អូនមានកម្មាមានអីនៅកម្មាខ្មែរយើងណាបងប្អូនបាទពួកខ្ញុំចូលមកនេះគឺថាទិញយើងទិញអីភេសជ្ជៈអីហូបណាបងប្អូនបាទនេះដំណាក់ម៉ែកាហ្វេមានលក់កាហ្វេមានអីមានភេសជ្ជៈមាននំមានអីបាទអាចជាអាហារសម្រន់យើងញ៉ាំតាមផ្លូវណាបាទហើយខ្ញុំក៏សូមអនុញ្ញាតបងស្រីទាំងពីរហ្នឹងចូលទៅថតរូបនៅខាងក្នុងកន្លែងផ្ទះលំហែគេបាទគេមានដើមលម៉ើដើមអីលម្អស្រស់ស្អាតបាទនេះមានលេខទូរស័ព្ទសម្រាប់បងប្អូនដែលចង់កក់កន្លែងសម្រាប់គ្រួសារអីមកលំហែញ៉ាំអីជុំគ្នាអញ្ចឹងណាបងប្អូនបាទដូច្នេះសូមបងប្អូនអញ្ជើញរីករាយទស្សនានៅទស្សនវិជ្ជាទូទៅនៅក្នុងផ្ទះលំហែនេះបាទ
សម្រាប់វីដេអូមានតែប៉ុណ្ណេះហើយបងប្អូនអរគុណសម្រាប់ការទស្សនាសូមជួយចុច Subscribe Channel ម្នាក់មួយផងបងប្អូនជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ